រឿងទេវតារបស់ខ្ញុំមានរឿងមួយដំណើរថាក្នុងព្រៃដ៏ជ្រៅមួយក្បែរមាត់បឹងមានទេវតារស់នៅទីនោះប្រសិនបើនរណាបានទៅដល់កន្លែងនោះហើយគេប្រាកដជាបានជួយនឹងទេវតាជាមិនខាននេះគឺជាពាក្យអេចាមអារ៉ាមដែលលើល្បីល្បាញខ្ទរខ្ទារពេញភូមិពេលឮដំណឹងនេះមានស្លឹកឈើពណ៌លឿងមួយបានអណ្ដែតមកទុំលើទឹកបឹងនោះយ៉ាងស្ងប់ស្ងាត់រួចវាក៏ពោលឡើងឲ្យបងទឹកបឹងឲ្យតើបងធ្លាប់ឃើញទេវតាដែរឬទេខ្ញុំពិតជាចង់ឃើញទេវតាខ្លាំងទឹកបឹងឬដូច្នោះក៏តបទៅវិញក៏បានយើងនឹងបង្រៀនពីវិធីឯងមើលឃើញទេវតាប៉ុន្តែជាដំបូងឯងត្រូវតែអត់ដង្ហើមហើយធ្វើចិត្តឲ្យស្រឡះជាមុនសិនស្លឹកឈើពណ៌លឿងក៏ធ្វើតាមសម្ដីរបស់ទឹកបឹងយ៉ាងម៉េចហើយឯងឃើញទេវតានៅទឹកបឹងខ្សឹបសួរតិចឃើញខ្ញុំឃើញហើយបងតើទេវតាមានរូបរាងបែបណាទៅទេវតាមានរាងស្ដើងមានពណ៌លឿងទេវតាពិតជាស្រស់ស្អាតខ្លាំងណាស់បងទឹកបឹងគ្រានោះមេអំបៅក៏ហើរមករកទឹកបឹងនោះដែរឲ្យទឹកបឹងឲ្យដូចជាខ្ញុំចឹងអញ្ចឹងតើមានឱកាសបានឃើញទេវតាដែរឬទេមេអំបៅសួរពិតជាបានទឹកបឹងតបពេលនេះឯងគ្រាន់តែឈប់តែស្លាប់សិនរួចផ្ដោតអារម្មណ៍សម្លឹងមើលមកមេអំបៅហើយក៏ព្យាយាមធ្វើតាមអ្វីដែលទឹកបឹងប្រាប់អូខ្ញុំពិតជាបានឃើញទេវតាពិតមែនមេអំបៅពោលឡើងដោយក្តីត្រេកអរតើទេវតាមានរូបរាងបែបណាទឹកបឹងសួរព្រះអង្គមានព្រះវកាយវែងភ្នែកធំនិងមានស្លាបដ៏ស្ដើងស្រស់ស្អាតមួយគូខ្ញុំគិតថាទេវតារបស់ឯងប្រហែលជាអ្នកដែលហោះហើរលើវេហាដ៏ស្រស់ស្អាតនោះហើយចាប់តាំងពីថ្ងៃនោះមកសត្វទាំងឡាយតែងតែនាំគ្នាមករកទឹកបឹងដើម្បីសួរពីរូបរាងទេវតារបស់ខ្លួនទេវតារបស់សត្វខ្លាមើលទៅគួរកោតក្រែងជាទីបំផុតរីឯទេវតារបស់សត្វទន្សោយមានត្រចៀកវែងទាំងសងខាងឯទេវតារបស់ផ្កាកុលាបវិញមានក្លិនក្រអូបពីដោយឈ្ងុយឈ្ងប់ចំណែកទេវតារបស់សត្វថ្មាតមានក្លិនដូចគម្រងអញ្ចឹងទៅទេវតានៅក្នុងរឿងក៏មិនខុសគ្នាអ្វីនឹងទេវតានៅក្នុងចិត្តរបស់យើងដែរបើយើងសាងតែអំពើល្អមានទឹកចិត្តវប្រពៃនោះទេវតារបស់យើងក៏មានសោភ័ណល្អប្រពៃតែបើយើងសាងអំពើអាក្រក់ចិត្តខូខើវិញនោះទេវតាក្នុងចិត្តរបស់យើងនឹងអាក្រក់ខូខើអញ្ចឹងដែរទៅដូច្នេះប្អូនត្រូវធ្វើជាកូនល្អនិងសាងតែអំពើល្អឲ្យបានច្រើនដើម្បីបានជួបទេវតាដ៏ស្រស់ស្អាតរបស់ប្អូន